បាទស្វាគមន៍មកកាន់ Channel ទីដា168បាទថ្ងៃនេះខ្ញុំបាទសូមចែករំលែកចំណេះដឹងតិចតួចជូនទៅដល់បងប្អូនទាំងអស់គ្នាដែលអត់ទាន់ចេះរបៀបនៃការ download វីដេអូចេញពី YouTube បាទថ្ងៃមុនខ្ញុំប្រាប់ពីរបៀបdownload ចេញពី Facebook ឥឡូវថ្ងៃនេះខ្ញុំបាទសូមចែករំលែកនៅរបៀបនៃការ download ចេញពី YouTube បាទងាយទេសម្រាប់បងប្អូនដែលចេះប៉ុន្តែក៏លំបាកសម្រាប់បងប្អូនដែលអត់ទាន់ចេះបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមទៅមើលទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងគឺយើងចូលទៅក្នុង Chrome ណាបងប្អូន Chrome សម្រាប់បងប្អូនដែលប្រើ iPhone គឺយើងចូលទៅក្នុង safari.com ទៅហើយយើងនឹងចូលទៅដល់កន្លែង Google យើងវាយបាទយើងចុចប៉ុន្តែសម្រាប់អ្នកដែលប្រើ iOS ហ្នឹងហើយប្រើ Android គឺយើងប្រើ Chrome បាទអញ្ចឹងហ្នឹងគឺខ្ញុំបាទសូមណែនាំសម្រាប់អ្នកដែលប្រើ Android ប៉ុន្តែគឺវាអត់លំបាកទេសម្រាប់ iPhone គឺយើងចុចកម្មវិធីដូចគ្នាមានថាយើងចុចអក្សរដូចគ្នាអញ្ចឹងបាទអញ្ចឹងបាទជំហានដំបូងគឺកុំឲ្យខាតពេលវេលាយូរយើងចូលទាំងអស់គ្នាអញ្ចឹងបងប្អូនចុច Chrome មកបាទអញ្ចឹងចុច Chrome បន្តមកទៀតបងប្អូនឃើញកន្លែងគេដាក់ search Google your file URL អញ្ចឹងចុចដល់កន្លែងនេះមកបាទបន្តមកទៀតបងប្អូនវាពាក្យថា save from បាទ save from.net save from.net បាទប៉ុណ្ណឹងហើយបងប្អូនចុចពាក្យថា search មកចុចត្រង់កន្លែង search ខាងក្រោមនេះបាទរងចាំបន្តិចបាទអញ្ចឹងបងប្អូនបន្ទាប់ពីឃើញបែបហ្នឹងហើយនៅត្រង់កន្លែង enter the URL នេះយើងក៏មិនទាន់ធ្វើអីវាយើងទុកសិនយើងចុចថយក្រោយសិនបាទតទៅទៀតយើងស្វែងរកវីដេអូដែលយើងត្រូវការ download សម្រាប់ទុកមើលថ្ងៃក្រោយបាទអញ្ចឹងខ្ញុំចុច YouTube បាទវាមិនលំបាកទេសម្រាប់អ្នកដែលចេះអញ្ចឹងខ្ញុំចុចត្រង់ line short ដើម្បីខ្ញុំរកវីដេអូដែលចង់បាទខ្ញុំសូមបិទវាបន្តិចកុំឲ្យរំខានសំឡេងបងប្អូនចុចត្រង់កន្លែង save នេះមកshare នេះមករួចមើលត្រង់កន្លែង copy link ណាបាទអញ្ចឹងយើងបន្ទាប់ពីយើង copy link រួចរាល់បងប្អូនទៅកន្លែងមិញណាទៅកន្លែងដែលយើងចូលទៅមិញណាបាទយើងចូលទៅកន្លែង save from.net នេះរួចយើងយក link បើយើងได้ copy មិញហ្នឹងមកផាសត្រង់កន្លែងនេះណាបាទអញ្ចឹងបន្ទាប់ពីផាសហើយគឺវាកំពុងតែ processing វាកំពុងតែដំណើរការអញ្ចឹងបាទអញ្ចឹងវាបន្ទាប់ពីចេញបែបនេះបងប្អូនកលេចមើលត្រង់កន្លែងគេដាក់ថា download MP4 720យើងចុចជ្រើសរើសទំហំសិនណាមុននឹងយើង download ព្រោះយើងបើសិនយើងចុច download តែម្ដងវាអាចនឹងបានទំហំទូចបាទអញ្ចឹងវាមាន720 408និង360អញ្ចឹងទំហំដែលធំជាងគេគឺយើងយក MP4 720បាទអញ្ចឹងយើងចុចទៅកន្លែង MP4 720ទៅបាទអញ្ចឹងវានឹងចាប់ផ្ដើមធ្វើការ download ឲ្យយើងហើយតែវាអាចនឹងដាក់ពាណិជ្ជកម្មបន្តិចបន្តួចព្រោះថាកម្មវិធីនេះគឺវា free ដល់ពេលអញ្ចឹងវានឹងដាក់ពាណិជ្ជកម្មឲ្យយើងមើលខ្លះប៉ុន្តែវីដេអូនឹងវា download ឲ្យយើងហើយបាទអញ្ចឹងយើងអាចមើលខាងលើនេះបាទអញ្ចឹងបើវាអត់ឃើញយើងចុចថយក្រោយបន្តិចសិនបាទយើងរងចាំបន្តិចសូមចុចថយក្រោយសិនវាអាចតែមានបញ្ហាខ្លះyour your video will be ready in a minute please do not close this page until download ចឹងបាទ
ចុចម្ដងទៀតអញ្ចឹងវាវាកំពុងតែ download ហើយអ្នកឃើញឥឡូវយើងសាកល្បងម្ដងទៀត download រងចាំបន្តិចបងប្អូនដោយសារតែវា download អត់ទាន់បានអញ្ចឹងខ្ញុំសាកដល់ម្ដងទៀតបើសិនជាវាអត់បានយើងអាចជ្រើសរើសវីដេអូផ្សេងទៀតមក download ណាឥឡូវយើងដាក់ទំហំដដែលទៅចាំមើលថាវា download បានអត់អញ្ចឹង download បានទេខ្ញុំក៏សម្រេចចិត្តយកវីដេអូផ្សេងសាកមើលណាខ្ញុំចូលទៅយកវីដេអូផ្សេងមួយទៀតហើយទៅវីដេអូខ្លះក៏វាអត់ឲ្យបងអញ្ចឹងយកវីដេអូនេះម្ដងទៀតឬ copy link ដូចយកទៅដាក់កន្លែងមិញដដែលខ្ញុំលុបឲ្យចាស់ចេញចឹងដាក់ថ្មីចុចសញ្ញាព្រួយពណ៌ខៀវចូលក្រោមបាទរងចាំបន្តិចបាទចាំមើលថាវាឲ្យអត់ម្ដងនេះឥឡូវខ្ញុំសុំទៅមើលកន្លែងរូបថតយើងតែវា down ហើយតែយើងអត់ដឹងវាដូចអត់ឃើញសញ្ញាមួយថា down អញ្ចឹងចាំមើលថាអត់ទាន់បានទេវីដេអូនេះវាអត់ទាន់ down ឲ្យទេសុំម្ដងទៀតនេះបាទអញ្ចឹងវាមានច្រើនដំណាក់កាលបងប្អូនឥឡូវវា down បានហើយអញ្ចឹងបងប្អូនមើលខ្ញុំសុំប្រាប់ម្ដងទៀតនេះវីដេអូដែលយើង down មិញនេះបានហើយខ្ញុំសាក download វីដេអូផ្សេងមួយទៀតដើម្បីឲ្យបងប្អូនមើលចង់ដឹងថាហេតុអីមិញវាអត់ឲ្យហើយខ្ញុំយកវីដេអូមួយទៀតអត់បានហើយយកវីដេអូនេះមួយទៀត copy link រួចយកទៅដាក់កន្លែងកម្មវិធីដែលយើង download មិញបាទអញ្ចឹងយើងដាក់ចុចផាសកន្លែងនេះមកបងប្អូនរួចយើងចុចសញ្ញាព្រួយចុះក្រោមអញ្ចឹងរងចាំវាបន្តិចវាកំពុងតែ process បាទអញ្ចឹងវីដេអូចេញមកដល់អញ្ចឹងបងប្អូនចុច download បាទយើងមើលពាណិជ្ជកម្មវាបន្តិចទៅបាទបន្ទាប់ពីមើលហើយយើងថយក្រោយសិនបាទវារៀងញាប់បន្តិចហើយចុចម្ដងទៀតចេញថយក្រោយសិនមើលវានេះបងប្អូនតែប៉ុន្តែវាត្រូវយើងមើលពាណិជ្ជកម្មវាបន្តិចដើម្បីវាដាក់វីដេអូឲ្យយើងអញ្ចឹងវាលុតបែបនេះយើងចុច download ទៅចុចត្រង់គឺដាក់ពាក្យថា download វីដេអូមកអញ្ចឹងចុច download again ទៅ
អញ្ចឹងវីដេអូនេះវាកំពុងតែ download បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ចេះ download វីដេអូចេញពី YouTube អាចមើលវីដេអូនេះបានណាវីដេអូនេះខ្ញុំចែករំលែកហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទហើយបើមានការខុសឆ្គងក៏សូមអភ័យទោសត្រង់ចំណុចណាមួយដែលយើងមិនបានព្រៀងទុកហើយនិយាយទៅវាអាចខុសឆ្គងទៅលើបងប្អូនប៉ះពាល់ដល់អារម្មណ៍បងប្អូនក៏សូមអភ័យទោសផងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណសូមជម្រាបលា